ទស្សនិកជនការពីប្រឹកមិញនេះផងដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាគឺបានច្រានចោលចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានថៃតាក់ទងទៅនឹងប្រសាសន៍របស់សម្ដេចដែលបានលើកឡើងអំពីដំណោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដែលសារព័ត៌មានថៃគឺបានចុះផ្សាយនៅប្រសាសន៍មិនពិតរបស់សម្ដេចតេជោដែលបានលើកឡើងកាលពីពេលថ្មីនេះដោយបែរទៅជាលើកឡើងថាកម្ពុជាគឺប្រើប្រាស់ទាំងមធ្យោបាយយោធានិងសន្តិវិធីនៅក្នុងការដោះស្រាយជាមួយថៃប៉ុន្តែប្រសាសន៍ពិតរបស់សម្ដេចតេជោបានលើកឡើងអំពីបញ្ហានេះគឺសម្ដេចបានលើកឡើងថាគឺរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសតែមធ្យោបាយនៅក្នុងការដោះស្រាយទៅលើបញ្ហាព្រំដែននេះដោយសន្តិវិធីស្របតាមយន្តការច្បាប់អន្តរជាតិតែប៉ុណ្ណោះតាមរយៈសារពិសេសពីខេត្តសៀមរាបនៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជំវិញខេត្តសៀមរាបឧត្តមមានជ័យនាព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2026នេះសម្ដេចតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារទៅអ្នកសារព័ត៌មានថៃដែលចោទសួរថាហេតុអ្វីបានជាសារព័ត៌មានថៃផ្សព្វផ្សាយនៅអ្វីដែលជាការមិនពិតខណៈដែលការមិនពិតនេះគឺមានប្រសាសន៍របស់សម្ដេចទាំងខ្លឹមសារនៅក្នុងវីដេអូទាំងស្រុងទៅទៀតដែលព័ត៌មានคล้ายៗនោះបានបង្កើតឲ្យមានការភ័ន្តច្រឡំទៅដល់លោកនាយករដ្ឋមន្ត្រីថៃអានូទីនឆាំរៈគុលតាំងតែពីនៅឯកិច្ចប្រជុំនៅប្រទេសវៀតណាមឯណោះសម្ដេចតេជោបានផ្ដាំផ្ញើទៅកាន់អ្នកកាសែតថៃទាំងឡាយត្រូវមើលឲ្យច្បាស់ពីព្រោះការផ្សាយព័ត៌មានមិនពិតរបស់ពួកគេបានបង្កើតឲ្យការភ័ន្តច្រឡំដ៏ធំមួយដែលមិនគួរឲ្យកើតមានតាមរយៈអ្នកសារព័ត៌មាននោះទេសម្ដេចតេជោបានបញ្ជាក់នៅថ្ងៃទី9ខែមិថុនាម្សិលមិញម្ដេចបានលើកឡើងពិតប្រាកដអំពីបញ្ហារវាងម្ខាងដំណោះស្រាយយោធានិងម្ខាងទៀតដំណោះស្រាយសន្តិវិធីពេលនោះសម្ដេចបានសួរទៅប្រជាពលរដ្ឋថាតើចង់ដោះស្រាយដោយដំណោះស្រាយយោធាទេព្រោះជំរឿសរបស់យើងវាមានតែពីរទេឬមួយយើងត្រូវដណ្ដើមដីរបស់យើងមកវិញដោយប្រើកម្លាំងយោធាឬមួយយើងត្រូវដណ្ដើមមកវិញតាមមធ្យោបាយសន្តិវិធីសម្ដេចតេជោបញ្ជាក់ថាពេលនោះប្រជាពលរដ្ឋរបស់កម្ពុជាបានលើកដៃគ្រប់គ្នាគឺមិនចង់បានយោធានោះទេសូមស្ដាប់នៅប្រសាសន៍របស់សម្ដេចតេជោត្រង់ចំណុចនេះចឹងទេខ្ញុំសូមអពាវនាវឲ្យក្បាលម៉ាស៊ីនថៃកែតម្រូវទៅលើព័ត៌មានដែលខ្លួនចុះផ្សាយយកពាក្យពេចន៍ខ្ញុំទៅនិយាយច្បាស់ហើយខ្ញុំសង្ឃឹមថាអ្នកនយោបាយថៃមិនល្ងងដល់ថ្នាក់ជឿនៅព័ត៌មានភូតកុហកដែលអ្នកសារព័ត៌មានថៃបង្កើតឡើងទេអ្នកខាងសារព័ត៌មានថៃប្រទេសថៃក៏មានអ្នកចេះខ្មែរដែរអញ្ចឹងឲ្យគេបកប្រែទៅតើមានសម្ដីណាមួយដែលខ្ញុំនិយាយថាប្រើទាំងមធ្យោបាយសន្តិវិធីនិងប្រើទាំងកម្លាំងប្រអាវុធខ្ញុំអត់និយាយបាត់ទេផ្ទុយទៅវិញខ្ញុំប្រឆាំងជាមួយនឹងការប្រើប្រាស់កម្លាំងដើម្បីវាយកាន់កាប់ត្រឡប់មកវិញហើយខ្ញុំទុកឲ្យបកប្រឆាំងនៅកម្ពុជាដាក់ចេញនូវគោលនយោបាយប្រកួតប្រជែងគោលនយោបាយអំពីបញ្ហាដំណោះស្រាយព្រំដែនរវាងកម្ពុជានិងថៃក្នុងឱកាសនោះសម្ដេចតេជោបានបញ្ជាក់ថាឥឡូវនេះទាំងភាគីកម្ពុជានិងភាគីថៃវល់ជាមួយនឹងព័ត៌មានคล้ายជួនកាលកម្ពុជាក៏ទទួលព័ត៌មានខុសអំពីគេបញ្ចេញព័ត៌មានคล้ายជួនកាលខាងថៃយល់ខុសអំពីការដែលគេបញ្ចេញព័ត៌មានคล้ายដូច្នេះព័ត៌មាននេះគួរតែត្រូវស្វែងរកនៅព័ត៌មានពិតមួយដើម្បីបង្កើតនៅទំនុកចិត្តហើយជៀសវាងការភ័ន្តច្រឡំខណៈដែលការភ័ន្តច្រឡំគឺគ្រោះថ្នាក់ណាស់